hộp passport ទេបងប្អូនតោះ hộp passport ជាមួយនាងខ្ញុំណាធម្មតានាងខ្ញុំហូបតែបន្លែផ្លែឈើធម្មជាតិបង្ហាញថ្ងៃនេះហូប passport វិញម្ដងដោយសារតែបងប្អូនសួរមន្ទីរពេទ្យថោកនៅសិង្ហបុរីដែលនាងខ្ញុំទៅមើលជំងឺតម្រងនោមហ្នឹងសួររហូតបងប្អូនថ្ងៃនេះចុះបង្ហាញម្ដងទៀតច្បាស់ជូនបងប្អូនណានាងខ្ញុំទិញសម្បត្តិយន្តហោះអស់200ចា26តាម trip.com កាលមុនត្រូវ100ហើយបងប្អូនសាំងឡើងថ្លៃតាមនឹង226ឥឡូវនេះតបតែងខ្លួនមុននឹងចេញដំណើរបងប្អូនធ្វើកញ្ចក់កក់សក់ស្ប៉ាសក់នាងខ្ញុំស្ប៉ាសក់ជាមួយនឹងផលិតផល collagen ជាលើកទី2ដោយសារតែសក់នាងខ្ញុំអាក្រក់ណាស់បងប្អូនអើយផលិតផល collagen នេះគឺជាផលិតផលដែលផលិតចេញពីប្រទេសអ៊ីតាលីតាមពិតទៅនាងខ្ញុំអស់សង្ឃឹមក្នុងសរសៃសក់នាងខ្ញុំហើយបងប្អូនក៏ប៉ុន្តែមានញាតិមិត្តប្រាប់នាងខ្ញុំថាកុំអស់សង្ឃឹមសរសៃសក់នាងខ្ញុំតូចចាដាច់ផុយនិយាយចំគឺអស់សង្ឃឹមហ្មងសពងដូចផ្កាចាឡើងគេខមមិនថាមុខមាត់នាងខ្ញុំអាក្រក់ហើយសក់ដូចចកៃដងហ៎បងប្អូនឥឡូវនេះនាងខ្ញុំប្រើប្រាស់ផលិតផលនេះល្អគ្មានពីរតែម្ដងបងប្អូនអើយនាងខ្ញុំស្ប៉ាវាជាមួយនឹងសេរ៉ូមដាក់15នាទីរួចហើយនាងខ្ញុំចម្រាស់វាលាងវាឲ្យស្អាតនាងខ្ញុំដាក់សេរ៉ូម collagen ទៀតបងប្អូនអើយតបគៀបមករលាស់ផលបាន5ទៅ1អាទិត្យទេបងប្អូនណាសក់នឹងនាងខ្ញុំដើរលេងស្រុកក្រៅបាន 4-5 ថ្ងៃនៅតែរលាស់ដដែលល្អពិតតែម្ដងគ្មានពីរទេចាបងប្អូនអាចទំនាក់ទំនងតាមលេខនេះបានណាបងប្អូន page និងក្រុមហ៊ុនមួយនេះប្រាប់បងប្អូនចង់យកទៅលក់បន្តក៏ប៉ុន្តែបើសិនជាបងប្អូនទិញរីបងប្អូនអាចទៅរកកន្លែងលក់គ្រឿងកោប25ខេត្តក្រុងណាលេខនេះតោះទៅមើលជំងឺបងប្អូនអើយលុយទឹកដុំតែម្ដងឃើញទេបងប្អូនល្អជាមួយព្រះរស់ណាជីវិតមិនសាបសូន្យឡើយឥឡូវនេះកូនបន្តល្អដាក់នាងខ្ញុំតាមពិតទៅលុយនាងខ្ញុំធ្វើវីដេអូធ្លាក់ពីលើមេចាបងប្អូន4ខែ5ខែនាងខ្ញុំមកយកម្ដងចានេះគឺជាអាស័យដ្ឋាន clinicបែបគ្រួសារនៅប្រទេសសិង្ហបុរីបងប្អូនណាដែលនាងខ្ញុំតែងតែប្រាប់បងប្អូនថានាងខ្ញុំជាពីជំងឺតម្រងនោមដែលជុះជើងឈាមហ្នឹងចាជានៅប្រទេសសិង្ហបុរីតែប៉ុន្តែគឺនាងខ្ញុំទី1ទៅពេទ្យធំបងប្អូនមើលអស់6-7,000លុយសិង្ហបុរីចាគឺនាងខ្ញុំធ្វើតែ scan ឈាមទឹកនោម massage មកកាផ្លេតែម្ដងហើយគេមើលឃើញនាងខ្ញុំមានមេរោគនៅក្នុងប្លុកនោមចាហើយដល់ពេលអញ្ចឹងទៅគេលាងសម្អាតហើយវិភាគដាក់ថ្នាំក៏ប៉ុន្តែនៅពេលដែលលើកទី2ទី3ទី4ទី5នាងខ្ញុំមក clinic ខ្នាតតូចនេះចាគាត់ទទួលដោយសារតែនាងខ្ញុំមានឯកសារស្រាប់អញ្ចឹងគាត់វាយថ្នាំចាទី2រហូតដល់ទី5នាងខ្ញុំជាដល់ឥឡូវតែម្ដងចាអញ្ចឹងហើយបើសិនជាបងប្អូនលក្ខណៈស្រាលបងប្អូនមកគាត់បានចាតែបើសិនជាបងប្អូនធ្ងន់គាត់រុញទៅធំហើយបានគាត់ទទួលបន្តចាតែប៉ុណ្្នឹងទេដោយសារតែគាត់អត់មានឧបករណ៍គ្រប់គ្រាន់ទេក៏ប៉ុន្តែគាត់មានជំនាញច្បាស់លាស់តែម្ដង1ដឹង1 2ដឹង2ហេហូប passport ទេបងប្អូនតោះហូប passport ជាមួយនាងខ្ញុំណាធម្មតានាងខ្ញុំហូបតែបន្លែផ្លែឈើធម្មជាតិបង្ហាញថ្ងៃនេះហូប passport វិញម្ដងដោយសារតែបងប្អូនសួរមន្ទីរពេទ្យថោកនៅសិង្ហបុរីដែលនាងខ្ញុំទៅមើលជំងឺតម្រងនោមហ្នឹងសួររហូតបងប្អូនថ្ងៃនេះចុះបង្ហាញម្ដងទៀតច្បាស់ជូនបងប្អូនណានាងខ្ញុំទិញសម្បត្តិយន្តហោះអស់200ចា26តាម trip.com កាលមុនត្រូវ100ហើយបងប្អូនសាំងឡើងថ្លៃតាមនឹង226ឥឡូវនេះតបតែងខ្លួនមុននឹងចេញដំណើរបងប្អូនធ្វើកញ្ចក់កក់សក់ស្ប៉ាសក់នាងខ្ញុំស្ប៉ាសក់ជាមួយនឹងផលិតផល collagen ជាលើកទី2ដោយសារតែសក់នាងខ្ញុំអាក្រក់ណាស់បងប្អូនអើយផលិតផល collagen នេះគឺជាផលិតផលដែលផលិតចេញពីប្រទេសអ៊ីតាលីតាមពិតទៅនាងខ្ញុំអស់សង្ឃឹមក្នុងសរសៃសក់នាងខ្ញុំហើយបងប្អូនក៏ប៉ុន្តែមានញាតិមិត្តប្រាប់នាងខ្ញុំថាកុំអស់សង្ឃឹមសរសៃសក់នាងខ្ញុំតូចចាដាច់ផុយនិយាយចំគឺអស់សង្ឃឹមហ្មងសពងដូចផ្កាចាឡើងគេខមមិនថាមុខមាត់នាងខ្ញុំអាក្រក់ហើយសក់ដូចចកៃដងហ៎បងប្អូនឥឡូវនេះនាងខ្ញុំប្រើប្រាស់ផលិតផលនេះល្អគ្មានពីរតែម្ដងបងប្អូនអើយនាងខ្ញុំស្ប៉ាវាជាមួយនឹងសេរ៉ូមដាក់15នាទីរួចហើយនាងខ្ញុំចម្រាស់វាលាងវាឲ្យស្អាតនាងខ្ញុំដាក់សេរ៉ូម collagen ទៀតបងប្អូនអើយតបគៀបមករលាស់ផលបាន5ទៅ1អាទិត្យទេបងប្អូនណាសក់នឹងនាងខ្ញុំដើរលេងស្រុកក្រៅបាន 4-5 ថ្ងៃនៅតែរលាស់ដដែលល្អពិតតែម្ដងគ្មានពីរទេចាបងប្អូនអាចទំនាក់ទំនងតាមលេខនេះបានណាបងប្អូន page និងក្រុមហ៊ុនមួយនេះប្រាប់បងប្អូនចង់យកទៅលក់បន្តក៏ប៉ុន្តែបើសិនជាបងប្អូនទិញរីបងប្អូនអាចទៅរកកន្លែងលក់គ្រឿងកោប25ខេត្តក្រុងណាលេខនេះតោះទៅមើលជំងឺបងប្អូនអើយលុយទឹកដុំតែម្ដងឃើញទេបងប្អូនល្អជាមួយព្រះរស់ណាជីវិតមិនសាបសូន្យឡើយឥឡូវនេះកូនបន្តល្អដាក់នាងខ្ញុំតាមពិតទៅលុយនាងខ្ញុំធ្វើវីដេអូធ្លាក់ពីលើមេចាបងប្អូន4ខែ5ខែនាងខ្ញុំមកយកម្ដងចានេះគឺជាអាស័យដ្ឋាន clinic
បែបគ្រួសារនៅប្រទេសសិង្ហបុរីបងប្អូនណាដែលនាងខ្ញុំតែងតែប្រាប់បងប្អូនថានាងខ្ញុំជាពីជំងឺតម្រងនោមដែលជុះជើងឈាមហ្នឹងណាចាជានៅប្រទេសសិង្ហបុរីតែប៉ុន្តែគឺនាងខ្ញុំទី1ទៅពេទ្យធំបងប្អូនមើលអស់6,000 លុយសិង្ហបុរីចាគឺនាងខ្ញុំធ្វើតែ scan ឈាមទឹកនោម massage មកកាផ្លេតែម្ដងហើយគេមើលឃើញនាងខ្ញុំមានមេរោគនៅក្នុងប្លុកនោមចាហើយដល់ពេលអញ្ចឹងទៅគឺលាងសម្អាតហើយវិភាគដាក់ថ្នាំក៏ប៉ុន្តែនៅពេលដែលលើកទី2ទី3ទី4ទី5នាងខ្ញុំមក clinic ខ្នាតតូចនេះចាគាត់ទទួលដោយសារតែនាងខ្ញុំមានឯកសារស្រាប់អញ្ចឹងគាត់វាយថ្នាំចាទី2រហូតដល់ទី5នាងខ្ញុំជាដល់ឥឡូវតែម្ដងចាអញ្ចឹងហើយបើសិនជាបងប្អូនលក្ខណៈស្រាលបងប្អូនមកគាត់បានចាតែបើសិនជាបងប្អូនធ្ងន់គាត់រុញទៅធំហើយបានគាត់ទទួលបន្តចាតែប៉ុណ្្នឹងទេដោយសារតែគាត់អត់មានឧបករណ៍គ្រប់គ្រាន់ទេក៏ប៉ុន្តែគាត់មានជំនាញច្បាស់លាស់តែម្ដង1 ដល់ 1 2 ដល់ 2ហេ